សួស្តីសូមស្វាគមន៍មកកាន់ Channel និទានរឿងខ្មែរមុននឹងចូលដល់សាច់រឿងនេះសូមបងប្អូនជួយ Subscribe និងបើករូបសញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីៗពីខ្ញុំបាទតោះទស្សនាវីដេអូទាំងអស់គ្នានេះជារឿងព្រេងនិទានរន្ធត់បែបខ្មែរដែលជាសាច់រឿងវែងញាប់ញ័រនិងបង្កប់ដោយគតិអប់រំរឿងខ្មោចកំបុតក្បាលនៅភូមិអូដំរីកាលពីជាង50ឆ្នាំមុនមានភូមិមួយឈ្មោះថាភូមិអូដំរីដែលជាភូមិដាច់ស្រយាលមួយព័ទ្ធជុំវិញទៅដោយព្រៃក្រាស់ៗនិងភ្នំខ្ពស់ៗអ្នកភូមិនោះភាគច្រើនប្រកបរបរធ្វើស្រែនិងរកវល្លិបរបាញ់សត្វនៅក្នុងព្រៃភូមិនេះហាក់ដូចជាមានសេចក្តីសុខណាស់ប៉ុន្តែមានរឿងរ៉ាវអាថ៌កំបាំងមួយដែលចាស់ៗនៅក្នុងភូមិតែងតែហាម5កូនចៅថាពេលព្រះអាទិត្យលិចបាត់ក្បាលភ្នំហើមដាច់ខាតដើរកាត់ផ្លូវអូដំជ្រៃហើយឮសំឡេងក្រហឹមឬឃើញស្រមោលមនុស្សដើរយោយល់ត្រូវរត់ឲ្យបានលឿនបើមិនខានទេនឹងត្រូវដាច់ក្បាលស្លាប់មិនដឹងខ្លួនរឿងរ៉ាវនេះបានចាប់ផ្ដើមឡើងតាំងពីសម័យដែលភូមិនៅមានមេស្រុកម្នាក់ឈ្មោះតាអិនជាមនុស្សដែលមានអំណាចនិងចិត្តអាក្រក់ក្រៃលែងគាត់មានកូនចៅចំណិតម្នាក់ឈ្មោះសៅដែលជាបុរសស្លូតបូតឧស្សាហ៍ព្យាយាមនិងមានប្រពន្ធឈ្មោះនាងនីដែលកំពុងមានផ្ទៃពោះថ្ងៃមួយតាអិនបានបញ្ជាឲ្យសៅចូលព្រៃជ្រៅដើម្បីទៅរកដំរីសមួយក្បាលយកមកថ្វាយស្ដេចសៅបានចំណាយពេលជាង1ខែក្នុងព្រៃប៉ុន្តែរកមិនឃើញឡើយពេលត្រឡប់មកវិញតាអិនខឹងសម្បាយយ៉ាងខ្លាំងដោយចោទថាសៅលួចលាក់ដំរីសទុកឬមិនយកចិត្តទុកដាក់នឹងបញ្ហាដោយភាពលោភលន់និងចង់បានប្រពន្ធរបស់សៅផងនោះតាអិនបានបញ្ជាឲ្យកូនចៅដទៃទៀតចាប់សៅទៅកាត់ក្បាលនៅឯផ្លូវអូដើមជ្រៃដើម្បីបំបិតមាត់មុនពេលដាវធ្លាក់ចុះមកកាត់ក្បាលសៅបានស្រែកសច្ចាទាំងឈាមភ្នែកថាអញមិនបានធ្វើខុសទេពួកឯងសម្លាប់អញទាំងអយុធធម៌អញស្លាប់ទៅជាខ្មោចក៏មិនទៅណាដែរអញនឹងយកក្បាលពួកឯងទាំងអស់គ្នាមកសងសឹកវិញផាច់ក្បាលរបស់សៅបានដាច់ធ្លាក់ទៅក្នុងអូរីឯខ្លួនដួលទៅលើដីបង្កើតជាសោកនាដកម្មយ៉ាងរន្ធត់ចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់ហ៊ានដើរកាត់ផ្លូវនោះឡើយនៅពេលយប់ប៉ុន្តែក្រោយមកតាអិននិងបាក់ពួកចាប់ផ្ដើមជួបប្រទះនៅហេតុការណ៍ចម្លែកនៅពេលយប់ថ្ងៃសិលតែងតែមានសម្លេងបោះជំហានដើរធ្ងន់ដើរជុំវិញផ្ទះរបស់ពួកគេឌុបមួយយប់ខែខ្មៅងងឹតយប់ខែខ្មៅងងឹតស្លុបគ្មានសំបីពន្លឺព្រះច័ន្ទកូនចៅម្នាក់របស់តាអិនឈ្មោះអាខនដែលជាអ្នកកាត់ក្បាលសៅផ្ទាល់បានដើរត្រឡប់មកពីផឹកស្រាវិញទាំងស្រវឹងជោគពេលដើរកាត់តាមផ្លូវអូដើមជ្រៃខ្យល់ត្រជាក់បក់មកយ៉ាងខ្លាំងធ្វើឲ្យខនព្រឺក្បាលខ្ញាក់ស្រាប់តែគេបានឃើញស្រមោលមនុស្សម្នាក់ខ្ពស់ស្រឡះដើរចេញពីក្នុងព្រៃអូខនស្រែកសួរទាំងលន់នរណានឹងជប់ហើយដល់ធ្វើអីស្រមោលនោះដើរចូលមកជិតពន្លឺភ្លេចបន្ទោបានជួយឲ្យខនមើលឃើញច្បាស់ទោះជាមនុស្សប្រឡាក់ទៅដោយឈាមក្រហមច្រាលប៉ុន្តែគ្មានក្បាលនោះទេនៅលើកញ្ចឹងកមានសាច់ដុំរហែកនិងមានឈាមហូរស្រក់តក់អ្វីដែលរន្ធត់ជាងនេះទៅទៀតគឺដៃស្ដាំរបស់វាកំពុងយួរក្បាលដាច់មួយដែលមានមុខមាត់ដូចសៅបេះបិទភ្នែករបស់ក្បាលនោះបើកធំសម្លឹងចំខនរួចវានិយាយដោយសំឡេងស្អកចេញពីមាត់ក្បាលដាច់នោះថាអាខនឯងចាំដាវរបស់ឯងកាត់ក្បាលអញទេថ្ងៃនេះដល់វេនឯងហើយអាខនភ័យពេកចង់លេចនោមជើងឈរលេងជាប់ដួលទៅលើដីជាយាមវាថយក្រោយខ្មោចកំបុតក្បាលសៅបានស្ទុះទៅចាប់ជើងអាខនរួចទាញដាវដែលសៅកាន់នៅដៃកាត់ក្បាលអាខនដាច់ស្លាប់ភ្លាមមួយរំពេចព្រឹកឡើងអ្នកភូមិបានប្រទះឃើញសាកសពអាខនដេកស្លាប់គ្មានក្បាល
នៅក្បែរអូដាមជ្រៃបន្ទាប់មកមិនដល់មួយសប្តាហ៍ផងកូនចៅតាអិនពីរនាក់ទៀតក៏ត្រូវបានស្លាប់ក្នុងស្ថានភាពដាច់ក្បាលដូចគ្នាធ្វើឲ្យផ្អើលពេញភូមិតាអិនដឹងច្បាស់ថាជាប្រលឹងសងសឹករបស់សៅគាត់បានជួលគ្រូអាគមខ្លាំងពូកែមកធ្វើពិធីការផ្ទះនិងចងប្រលឹងសៅប៉ុន្តែអំណាចនៃកម្មពៀនិងគំនុំគឺខ្លាំងជាងអាគមយប់មួយខ្មោចកំបុតក្បាលសៅបានបំបីរបាំងអាគមចូលទៅកាត់ក្បាលតាអិនដល់ក្នុងបន្ទប់គេងយកទៅបោះចោលក្នុងអូរជ្រៃបាត់ទៅក្រោយពីសងសឹកបានសម្រេចហើយព្រលឹងរបស់សៅនៅតែមិនអាចទៅចាប់ជាតិបានព្រោះតែចិត្តនៅអាល័យប្រពន្ធនិងកូនដែលទើបនឹងកើតម្យ៉ាងវិញទៀតក្បាលរបស់គេដែលធ្លាក់ក្នុងអូរមិនត្រូវបានគេយកមកធ្វើបុណ្យតាមប្រពៃណីឡើយខ្មោចកំបុតក្បាលសៅក៏คล้ายជាខ្មោចយាមអូលងមិនឡាយអ្នកភូមិណាដែលចិត្តអាក្រក់ឬដែលយប់ប្រលប់20ឆ្នាំកន្លងផុតទៅកូនប្រុសរបស់សៅឈ្មោះសេឡាបានធំដឹងក្តីឡើងសេឡាជាក្មេងប្រុសម្នាក់ដែលមិនដឹងពីរឿងរ៉ាវអតីតកាលរបស់ឪពុកឡើយព្រោះម្ដាយនាងនេះតែងតែលាក់បាំងព្រោះខ្លាចកូនខ្លាចនិងមានគំនុំថ្ងៃមួយសេឡានិងមិត្តភ័ក្តិពីរនាក់ទៀតបានចូលព្រៃទៅរកឃ្មុំដោយសារតែដេញតាមសម្បុកឃ្មុំធំមួយពួកគេបានវង្វេងផ្លូវដល់មេឃងងឹតស្លុបពួកគេមិនដឹងខ្លួនថាបានដើរដល់តំបន់ណាអូដាមជ្រៃដែលជាកន្លែងហាមឃាត់នោះឡើយបរិយាកាសប្រែស្ងាត់ស្រងំសំបីសំឡេងសត្វយំក៏លែងឮខ្យល់ត្រជាក់ខុសធម្មតាចាប់ផ្ដើមបក់បោកមកក្លិនឆ្អុយឆ្អាបដូចឈាមអណ្ដែតពេញអាកាសមិត្តភក្តិម្នាក់របស់សេឡាថាដឹងទេកន្លែងនេះដូចជាកន្លែងដែលចាស់និយាយពីខ្មោចកំបុតក្បាលអាក្រក់នោះតើតោះយើងប្រញាប់ចេញទៅតែនិយាយផុតពីមាត់ស្រាប់តែមានសំឡេងសើចលាន់ឮឡើងពីលើដើមជ្រៃហា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 មកដល់ហើយចោះចង់ទៅណាវិញអ្នកទាំង3ងើបមុខទៅមើលស្រាប់តែឃើញខ្លួនមនុស្សគ្មានក្បាលអង្គុយលើមែកឈើរួចក៏លោតចុះមកដីជប់ដៃរបស់វាហុចក្បាលដែលរលួយខូចទ្រង់ទ្រាយមកចំពីមុខពួកគេមិត្តភក្តិទាំងពីរភ័យពេកដួលសន្លប់បាត់ស្មារតីភ្លាមរីឯសេឡាវិញភ័យញ័រខ្លួនរត់មិនរួចបានត្រឹមតែលើកដៃសំពះអង្វរសូមលោកតាកុំសម្លាប់ខ្ញុំអីខ្ញុំមិនដែលធ្វើបាបអ្នកណាទេខ្មោចកំបុតក្បាលដើរចូលមកជិតសេឡាវាយកដៃដែលប្រឡាក់ឈាមមកប៉ះមុខសេឡាប៉ុន្តែអ្វីដែលចម្លែកគឺខ្មោចនោះមិនបានធ្វើបាបសេឡាឡើយក្បាលដែលនៅក្នុងដៃរបស់វាបើកភ្នែកសម្លឹងមើលមុខសេឡារួចក៏ស្រក់ទឹកភ្នែកជាឈាមចេញមកវាចំណាំខ្សែដៃដែលចងនៅលើដៃសេឡាបានដែលជាខ្សែដៃសំណាងដែលវាមុនស្លាប់បានចងឲ្យប្រពន្ធទុកឲ្យកូនខ្មោចកំបុតក្បាលនិយាយដោយសំឡេងទន់ភ្លន់ខុសពីធម្មតាកូនប្រុសឪពុកឯងធំដឹងក្តីដល់ថ្នាក់នេះហើយនឹងសេឡាច្រឡំកាំងលោកជាឪពុកខ្ញុំមែនទេខ្មោចកំបុតក្បាលសៅបានរៀបរាប់សាច់រឿងអយុធធម៌កាលពីអតីតកាលឲ្យសេឡាស្ដាប់ទាំងក្តុកក្តួលសៅបានប្រាប់កូនថាឪពុកមិនចង់ធ្វើជាខ្មោចលងគេបែបនេះទេប៉ុន្តែប្រលឹងរបស់ឪពុកត្រូវបានជាប់ចំណងដោយគំនុំនិងការអាល័យម្យ៉ាងទៀតឆ្អឹងក្បាលរបស់ពុកនៅបាតអូនេះមិនទាន់បានបូជានៅឡើយកូនអើយចូលជួយរំដោះឪពុកផងសៅបានបង្ហាញប្រាប់ដែលក្បាលរបស់គេធ្លាក់ចុះលុះព្រឹកឡើងសេឡាបាននាំម្ដាយនិងព្រះសង្ឃព្រមទាំងអ្នកភូមិមកកាន់អូជ្រៃពួកគេបានជួយគ្នាស្រង់យកលលេក្បាលរបស់សៅដែលនៅបាតអូឡើងមកនាងនេះបានយំអោបលលេក្បាលប្តីទាំងក្តីអាណិតអាសូរពិធីបុណ្យតក្កណានុប្បទានមួយត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមប្រពៃណីព្រះពុទ្ធសាសនាធាតុរបស់សៅត្រូវបានបូជានិងយកទៅតម្កល់ទុកក្នុងវត្តនៅយប់ចុងក្រោយបន្ទាប់ពីពិធីបុណ្យរួច
សេឡាបានយកសុបិនឃើញឪពុករបស់គេមកក្នុងរូបរាងមនុស្សធម្មតាមានក្បាលត្រឹមត្រូវស្លៀកពាក់សស្អាតមុខមាត់ស្រស់បោះសៅបានញញឹមរួចនិយាយទៅកាន់កូនថាឪពុកបានរួចផុតពីកម្មពៀរហើយឪពុកនឹងទៅចាប់ជាតិចូលជួយមើលថែរក្សាម្ដាយឯងឲ្យបានល្អនឹងរស់នៅដោយសេចក្តីថ្លៃថ្នូរកុំមានគំនុំសងសឹកនឹងអ្នកណាឡើយព្រោះពាវរាមិនអាចរំលត់បានដោយការចងពៀនោះទេចាប់តាំងពីថ្ងៃនោះមកផ្លូវអូដើមជ្រៃលែងមានការលងបន្លាចពីខ្មោចកំបុតក្បាលទៀតហើយអ្នកភូមិអូដំរីបានវិលត្រឡប់មកជួបសេចក្តីសុខសាន្តឡើងវិញរីឯរឿងរ៉ាវរបស់ខ្មោចកំបុតក្បាលសៅបានក្លាយជាមេរៀនការរំលឹកដល់អ្នកភូមិចំនួនក្រោយអំពីផលវិបាកនៃការលោភលន់អំពើអយុត្តិធម៌និងការធ្វើបាបអ្នកស្លូតត្រង់តែងតែទទួលបានកម្មពៀរវិញយ៉ាងទាន់ហន់គំនុំនិងការចងពៀរធ្វើឲ្យចិត្តមិនបានស្ងប់សូម្បីតែស្លាប់ទៅក៏คล้ายជាប្រលឹងវិញ្ញាណវិលវល់រងទុក្ខវេទនាការអត់ឱននិងការធ្វើបុណ្យឧទ្ទិសកុសលទើបជាផ្លូវរំដោះទុក្ខដ៏ពិតប្រាកដ